Good afternoon, student. Good afternoon, teacher. How are you today? I'm fine. Good. Okay, so today you study new lesson that is about Unit 4, short vowel E. Can you say? Unit 4, short vowel E. Not vowel, okay? This one sound like vowel. Vowel. Yeah, vowel. Yeah. Okay, short vowel E. Okay, can you say this one again? Not Short. short. Okay, no, not short. OR sounds or. Or short short អូខេចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជាស្ថាបនិកសាលារៀន Wisdom សាលារៀន Wisdom ទទួលបង្រៀនគួរមុខវិជ្ជាភាសាអង់គ្លេសចាប់ពីមូលដ្ឋានគ្រឹះឡើងទៅហើយនៅមុខវិជ្ជាគួរនៅក្នុងសាលារដ្ឋផងដែរបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនចូលរៀនភាសាអង់គ្លេសតាមផ្ទះឬតាមប្រព័ន្ធអនឡាញនៅមុខវិជ្ជាគួរផ្សេងទៀតសូមឆាតចូលទៅក្នុង page ក្រុមការងារនឹងឆ្លើយតបនៅព័ត៌មានលម្អិតជូនពុកម៉ែបងប្អូននេះគឺជាការរៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសដែលបង្រៀនអំពីការបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវនៅក្នុងភាសាអង់គ្លេសចាដូចបងប្អូនបានឃើញមិញហើយដូចជាពាក្យនេះជាដើមជាទូទៅគឺយើងអានថា sort ប៉ុន្តែយើងអានSH គឺសំឡេង sh OR គឺសំឡេង or T គឺសំឡេង t អញ្ចឹងយើងអានថា sh or t short ដូច្នេះសូមពុកម៉ែបងប្អូនទស្សនាវីដេអូនេះឲ្យដល់ចប់ដើម្បីយើងអាចប្រកបភាសាអង់គ្លេសនិងការបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវអញ្ចឹងទស្សនាទាំងអស់គ្នា Okay, let's study. Okay, Unit 4 short vowel E. Okay, អញ្ចឹង short vowel E គឺសំឡេង e Okay, អញ្ចឹងចាំបានអត់ short vowel A សំឡេងអី Yeah, អញ្ចឹងដល់ពេលអក្សរ E short vowel E គឺសំឡេង short vowel I គឺសំឡេង short vowel O គឺសំឡេង short vowel U គឺសំឡេង Okay, អញ្ចឹងអក្សរ E គឺសំឡេង ដូច្នេះយើងប្រកបទាំងអស់គ្នា E sound E sound b eb k ek ed អញ្ចឹងកុំភ្លេចគឺព្យញ្ជនៈនៅខាងចុងក៏វាមានសំឡេងដែរណាអញ្ចឹងពេលយើងអានគឺយើងអត់ផ្ដាច់ព្យញ្ជនៈនៅខាងចុងទេឧទាហរណ៍ដូចជាពាក្យភាសាខ្មែរយើងកាតាបអញ្ចឹងកាតាបអក្សរបគឺយកថាកាតាបអញ្ចឹងគេសើចប៉ុន្តែអង់គ្លេសគឺអត់អញ្ចឹងទេគឺវាមានអក្សរនៅខាងចុងគឺវាមានសំឡេងចាអញ្ចឹងដូចជាពាក្យ bed គឺយើងបញ្ចេញសំឡេងខាងចុងនឹងដែរណាអូខេអញ្ចឹងហើយបានយើងត្រូវរៀនពីសំឡេងនឹងឯង F egg egg edge ek ek l m n ep aqua error តែពិតកន្លែងនេះគឺជា R control vowel ទេប៉ុន្តែដោយសារតែអ្នកគ្រូបរៀនពី short vowel E អញ្ចឹងដាក់ចូលក្នុងនេះដើម្បីយើងចាំថ្ងៃក្រោយយើងឃើញ ER គឺយើងដឹងថាសំឡេង នឹងឯងអូខេ Sអូខេ at ev ចាអក្សរ V គឺធ្វើម៉េចឲ្យមាត់យើងបបោមាត់ចូលទៅខាងក្នុងណា ev like good evening ឬក៏ everyone ឃើញទេមិនថា everyone ទេណាមិន everyone ទេមិនស្រួចមាត់ទេគឺ everyone every day okay ever you យ៉ាអញ្ចឹងអក្សរ W គឺសំឡេងមាត់ស្រួចណាវ៉ាever you អញ្ចឹង ever you នេះតាមពិតវាគឺជា digraph ទេប៉ុន្តែអ្នកគ្រូដាក់ក្នុងនេះមកគឺយើងដឹងថ្ងៃក្រោយឃើញ EW នេះគឺសំឡេង you អូខេ ever you អូខេ x អូខេ a ឬក៏ e ចាអញ្ចឹង EY នេះគឺប្រែប្រួលសំឡេងទៅតាមពាក្យណាចាអញ្ចឹង a ទៅអូខេថ្ងៃក្រោយយើងរៀនចំណាំបន្តទៀត as Okay, good. Now let's read. So we study today ET sound. ET sounds eta,
At. Okay, so today we study at sound. Sound. Okay, so this word, how do you say it? M. M. At. Mad. Yeah, មិន meet ទេណា meet គឺគេ spell double e ណា meet បកប្រែថាជួបប៉ុន្តែ met នេះគឺជាអតីតកាលរបស់ពាក្យ meet គឺជា verb to ណាគឺជាកិរិយាសព្ទប្រែប្រួលអញ្ចឹង meet ទៅជា met yeah អញ្ចឹងពាក្យនេះអត់អាន meet ទេ because I heard you read meet ណា at m at met verb បានជួប បានជួប okay n N. n N. At. yeah n at Net. net is a noun សំណាញ់ សំណាញ់ okay this one is p sounds p Pet. pet yeah pet with a t okay pet Pet. pet noun Noun. សត្វចិញ្ចឹម okay what are the pets there are cats Cat. dogs fish Fish. birds okay this one w sounds W. w okay at Wet. at wet Wet. wet okay សើម verb okay សើមឬក៏ទទឹក alright now let's read the words again at sound Sound. m M. at Met. met បានជួប n N. at Net. net សំណាញ់ p at pet សត្វចិញ្ចឹម W. at At. wet សើម សើមឬក៏ទទឹក okay now let's read the sentences together sentences Sentences. yeah បើសិនជាគេអានញាប់ American accent គឺ sen ហើយអក្សរ t នោះគឺបាត់សំឡេងហើយគឺយកអក្សរ n វិញ sentence sentences yeah can you make sentences yeah អញ្ចឹងទៅបាត់អក្សរ t វាមានតែ sentence okay ឬក៏ពេលខ្លះគឺបាត់ទាំងសំឡេង n នឹងទៀតវាមានតែ sentence អញ្ចឹងហ្មងអញ្ចឹងណាប៉ុន្តែដើម្បីងាយយល់គឺយើងអាន sentences ឬក៏ sentences okay 1 One. the net is wet The net is wet. okay how do you say that in Khmer សំណាញ់គឺសែន អញ្ចឹង the នឹងគឺសំដៅលើមួយនឹងណា the មួយនឹង okay យើងមិនបកប្រែថាមួយនឹងក៏បានដែរប៉ុន្តែគឺយើងដឹងហើយឬក៏យើងចង់បកឲ្យពេញលក្ខណៈគឺសំណាញ់មួយនឹងគឺសើម okay number 2 the pet lives at home The pet lives at home. okay ស the ត្វ pet ចិញ្ចឹមមួយហ្នឹង lives រស់នៅក្នុងផ្ទះ yeah at home នៅផ្ទះ okay នៅផ្ទះ all right number 3 Number 3. I met him yesterday Number 3. I met him yesterday. okay so I ខ្ញុំ met Met បានជួប okay បានជួបគាត់ បានជួបគាត់កាលពីសម័យ okay very good all right so did you learn new words today Yeah. yes okay which word that you like I like met met why do you like met before I met because you met your wife okay all right ចាអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនចូលចិត្តពាក្យណាជាងគេសូម comment ចូលនៅក្នុង comment box នៅខាងក្រោមនេះ okay ចាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះសូមជួយ like និង share ដើម្បីបានទៅដល់ពុកម៉ែបងប្អូនផ្សេងៗទៀតហើយសូម follow page របស់នាងខ្ញុំម្នាក់មួយផងអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយៗទៀត